សំដំបងយើងមានជាតកួនអានេះយើងបេះស្លឹកវាចេញហើយលាងទឹកឲ្យស្អាតយើងប្រឡាក់ជាមួយអំបិលនេះខ្ញុំដាក់ប្រហែលកន្លះស្លាបព្រាបាយច្បល់វាឲ្យរាងសពបន្តិចទុកចោលប្រហែលជា20-30 នាទីអីសិនទៅយើងទៅរៀបចំគ្រឿងផ្សេងទៀតឲ្យហើយដែលយើងមានដូចជាគល់ស្លឹកគ្រៃមានខ្ញីមានម្ទេសអីហ្នឹងខ្ញីខ្ញុំដាក់មកកូនដុំតូចហាន់ជាប្រទះស្ដើងខ្ទឹមស 4-5 កាពឹសហាន់ជាប្រទះស្ដើងដែរហើយមួយទៀតហ្នឹងគឺយើងមានជាគល់ស្លឹកគ្រៃហើយសម្រាប់ការធ្វើជ្រក់នេះគឺខ្ញុំប្រើក្រូចឆ្មាបងប្អូនហើយខ្ញុំកិនម្ទេសទុកឲ្យហើយតកួននេះបន្ទាប់ពីយើងប្រឡាក់អំបិលប្រហែល20-30 នាទីវាចាប់ផ្ដើមចេញទឹកអញ្ចឹងហើយយើងយកវាទៅលាងជាមួយទឹកស្អាតនឹងប្រហែលជា2-3ទឹកអីទៀតទៅដើម្បីឲ្យវាជ្រះជាតិអំបិលទុកសម្រាប់ឲ្យរាងស្រស់ទឹកបន្តិចចាំយើងយកវាមកលាយគ្រឿងហាន់ជាមួយម្ទេសដែលយើងបានកិនមិញហ្នឹងបន្ទាប់មកខ្ញុំបន្ថែមទឹកត្រី2ស្លាបព្រាបាយប៊ីចេងកន្លះស្លាបព្រាកាហ្វេស្ករត្នោតកន្លះស្លាបព្រាបាយហើយច្របាច់ក្រូចឆ្មាចូលមកសម្រាប់ស្ករអាចប្រើជាស្ករសក៏បានហើយម្ជូរវិញបងប្អូនចង់ដាក់ជាទឹកខ្មេះក៏បានយើងដាក់វាចូលហើយច្បល់ឲ្យវាចូលជាតិភ្លក់មើលថែមថយគ្រឿងតាមនឹងបានអានេះបងប្អូនចង់ញ៉ាំភ្លាមក៏បានឬក៏មិនចឹងទេយកទុកក្នុងទូទឹកកកសិនទុកវាឲ្យត្រជាក់ញ៉ាំទៅកាន់តែឆ្ងាញ់ជាងមុនទៀតបងប្អូនវាស្រួយឆ្ងាញ់អញ្ចឹងឬក៏បងប្អូនទុកមួយថ្ងៃមួយយប់អីក៏បានដែរនិយាយទៅអានេះធ្វើហើយគឺទុកបានទេអត់ខូចទេដាក់ក្នុងកន្លអញ្ចឹងទុកក្នុងទូទឹកកកកន្លែងត្រជាក់ធម្មតាអាចបានមួយអាទិត្យ2អាទិត្យអីអញ្ចឹងណាវាអត់ងាយខូចទេប៉ុន្តែបើថាទុកយូរពេកញ៉ាំទៅខ្លាចថាយើងឈឺពោះអីអញ្ចឹងទៅសម្រាប់ជ្រក់តកួនហ្នឹងត្រូវមែនតែនជាមួយសាច់ញាតិ